បូមឈាមខ្លួនឯងដើម្បីយកមកចម្រាញ់ធ្វើជាវីតាមីនព្យាបាលស្នាមខូងលើស្បែកមុខ Welcome to my skin treatment journey episode 2 កន្លែងដែលខ្ញុំទៅព្យាបាលស្បែកមុខនឹងមានឈ្មោះថា Unique Aesthetic ដែលជា clinic ព្យាបាលបញ្ហាសើស្បែកគ្រប់ប្រភេទការព្យាបាលរបស់ខ្ញុំថ្ងៃនេះគឺមាន TCA Cross PRP ជាមួយនឹង RF 3មុខបញ្ចូលគ្នាទៅដល់ភ្លាមគឺគាត់សម្អាតស្បែកមុខ2 step គឺមានការជូតសម្អាត make up ជាមួយនឹងលាង foam ឲ្យយើងចាប់ដើមលាងស្រោបមានតែថយពោហើយមើលឲ្យស្អាតឃើញកន្លងនឹងច្បាស់ហេតើពីដុកទ័រមកប្រាប់ពីសភាពស្បែករបស់យើងនិងតាមដានបញ្ហារបស់យើងហើយក៏ចាប់ផ្ដើមបិទថ្នាំស្ពឹកនឹងទុកចោល40នាទីហើយយើងបូមឈាមដើម្បីយកទៅលាយជាមួយនឹងវីតាមីនផ្សេងៗក៏លុកយកផ្លាស្មាបែបនេះប្រើប្រាស់កោសិការបស់យើងផ្ទាល់មកព្យាបាលអញ្ចឹងគឺវាអត់ងាយប្រតិកម្មស្បែក TCA Cross ហ្នឹងគឺយើងប្រើដើម្បីព្យាបាលស្នាមខូងដែលជ្រៅពេលដែលធ្វើហើយគឺវាឡើងសបែបហ្នឹងបន្ទាប់មកអ្នកគ្រូគាត់ចាក់ផ្លាស្មាទៅតាមស្នាមខូងជ្រៅហ្នឹងដើម្បីជួយឲ្យវាឆាប់ជានិងបន្តកោសិកាថ្មីមកលឿន Step ទី3គឺយើងធ្វើ RF ដែលនៅក្បាលម៉ាស៊ីនហ្នឹងគឺមានបញ្ចូលទូចហើយមានកម្ដៅចាក់ចូលទៅក្នុងស្បែករបស់យើងនេះគឺវាអាចព្យាបាលស្នាមតូចស្ដើងផ្ចិតរន្ធញើសនិងជួយកាត់បន្ថយបញ្ហាជ្រួញបន្ទាប់ពីធ្វើហើយស្បែកមុខរបស់យើងគឺហើមនិងក្រហមខ្លាំងប៉ុន្តែខាង clinic គឺគាត់មានបិទម៉ាស់ជាមួយនឹងដើមម៉ាស៊ីនត្រជាក់បែបនេះដែលវាធ្វើឲ្យស្បែករបស់យើងវាស្រកហើមភ្លាមពេលធ្វើហើយមុខអត់ហើមទេប៉ុន្តែក្រហមខ្លាំងហើយបើស្នាម TCA វិញវារៀងហិចធំជាងមុនPlasma ដែលយើងសល់ពី RF ហ្នឹងគឺពេទ្យគេឲ្យមកវិញដើម្បីយើងយកមកលាបនៅយប់ហ្នឹងដូចយើងលាបសេរ៉ូមលាបមុខអញ្ចឹងនៅពេលដែលវាមានជាតិ plasma របស់យើងនៅក្នុងហ្នឹងវាធ្វើឲ្យសាច់សេរ៉ូមហ្នឹងវាស៊ីជាមួយនឹងកោសិការបស់យើងផ្ទាល់ខ្លួនហ្មងគឺវាអត់ប្រឆាំងគ្នាយើងលាបទៅគឺដឹងតែត្រូវហើយវាមានប្រសិទ្ធភាពចូលស្បែកមុខរបស់យើងវាអត់ធ្វើឲ្យមានប្រតិកម្មអីផ្សេងអញ្ចឹងណាសម្រាប់ខ្ញុំនៅពេលដែលខ្ញុំធ្វើ RF ហ្នឹងយូរទៅគឺខ្ញុំដឹងថាគឺយើងធ្វើឲ្យស្បែករបស់យើងហ្នឹងវាមានរបួសទៅជំរុញនៅការព្យាបាលពីធម្មជាតិរបស់យើងមកវិញអញ្ចឹងវាគ្រាន់តែជំនួយធ្វើឲ្យវាឆាប់ឲ្យវារហ័សអញ្ចឹងទៅហើយនឹងកុំឲ្យវា fail ដូចថាជួនកាលអញ្ចឹងស្បែករបស់យើងវាព្យាបាលស្បែកខ្លួនវាមែនប៉ុន្តែវានៅសល់ស្នាមតែនៅពេលដែលយើងធ្វើវិធីអីផ្សេងបូកជាមួយនឹងការប្រើប្រាស់ផលិតផលអីចឹងទៅគឺវាអត់មានសល់ស្នាមវាទៅជាស្អាតវិញអញ្ចឹងណា Plasma មកសារាងមិញហ្នឹងខ្ញុំលាបអស់ហើយអានឹងពណ៌វារៀងលឿងពេលដែលលាបហើយឃើញមុខយើងរៀងដូចស្អាតជាងមុនយើងធ្វើ treatment អញ្ចឹងត្រូវការប្រភេទ moisturizer ណាដែលវាមានជាតិrepair restore ហើយនឹងជាតិសំណើមខ្ពស់ដែលវាអាចជួយកាត់បន្ថយរលាកនិងធ្វើឲ្យស្បែករបស់យើងជាលឿនណាអញ្ចឹងភាគច្រើនគឺខ្ញុំប្រើ Avane Cicaphate នេះសម្រាប់យប់ហ្នឹងគឺយើងប៉ុណ្ណឹងយើងគេងបានហើយសម្រាប់ថ្ងៃស្អែកឡើងគឺយើងនៅបន្តប្រើ moisturizer ហ្នឹងទៅតែជាមួយនឹង sunscreen ពីរហ្នឹងណាហើយអត់មានប្រើប្រាស់អីផ្សេងរយៈពេលដែលយើងធ្វើ treatment ហើយដំបូងកុំទៅណាត្រូវថ្ងៃត្រូវអីនៅទៅផ្ទះសិនក៏បានដែរពី3ថ្ងៃដំបូងហ្នឹងមិនមែនតែកម្ដៅថ្ងៃកម្ដៅព្រះអាទិត្យទេដូចទៅញ៉ាំសាច់អាំងញ៉ាំស៊ុបអីដែលហុយហិលក្តៅចេញមកហ្នឹងគឺអត់គួរទេណាតមហើយមួយទៀតស្រាมันអាចញ៉ាំគ្រឿងស្រវឹងបានទេនៅក្នុងកំឡុងពេលដែលយើងធ្វើ treatment ទាំងអស់ហ្នឹងយើងតមគ្រឿងស្រវឹងតមគ្រឿងសមុទ្រតមអាហារណាដែលអត់ល្អបើសិនជាយើងអាចញ៉ាំ healthy បានទៀតយើងទៅហាត់ប្រាណអីទៀតអាហ្នឹងគឺរត់តែល្អដោយសារតែយើងត្រូវការដក plasma ចេញពីឈាមរបស់យើងអញ្ចឹងនៅពេលដែលសុខភាពយើងល្អ plasma ហើយនឹងជាតិវីតាមីនអីទាំងក្នុងខ្លួនរបស់យើងហ្នឹងយកចេញមកក៏យើងបានផលល្អដូចគ្នាបើសិនជាឈាមរបស់យើងអត់ល្អឈាមខាប់មានជាតិពុលមានអីចឹងពេលដែលធ្វើ treatment ទៅលទ្ធផលដែលទទួលបានគឺអត់សូវល្អទេខ្ញុំចេញវីដេអូឲ្យមើលទៀតណាពីមួយថ្ងៃទៅមួយថ្ងៃបន្ទាប់ពីធ្វើហើយថ្ងៃទី1ដល់ថ្ងៃទី7ស្បែកនឹងវាមិន